ពួកយើងរៀបចំខ្លួនហើយដើម្បីទៅចូលរួមនៅក្នុងកម្មវិធីរត់10000ជំហានដើម្បីសិស្ស10000នាក់តោះទៅមើលទាំងអស់គ្នាតើអ្នកដែលចូលរួមហ្នឹងគឺច្រើនប៉ុណ្ណាកាលពីថ្មីនេះនៅថ្ងៃទី24ខែ5ឆ្នាំ2026ខ្ញុំបានទៅចូលរួមកម្មវិធី10000ជំហានដើម្បីសិស្ស10000នាក់ដែលក្រុមប្រធានបទរត់ដើរដើម្បីលើកកម្ពស់ការអាននិងសារមន្ទីរសសរហើយកម្មវិធីនេះគឺរៀបចំឡើងដោយអមរិតហើយមិនមែនត្រឹមតែនៅក្នុងខេត្តបាត់ដំបងទេនៅក្នុងថ្ងៃនោះគឺមានរហូតដល់5ខេត្តរត់ក្នុងថ្ងៃតែមួយដូចជាខេត្តបាត់ដំបងស្ទឹងត្រែងកំពតតាកែវនិងស្វាយរៀងផងដែរហើយនៅក្នុងថ្ងៃនោះគឺមានអ្នកចូលរួមច្រើនមែនទែនសូមសួរមួយមករត់នេះលើកទី1អូខេ first time ហើយរត់បានគីឡូ5គីឡូបាទស្អាតត្បូងហើយគិតថាខ្លួនឯងរត់5គីឡូចំណាយពេលមួយនាទីថាចំណាយពេល1ម៉ោងអូខេអត់អី1ម៉ោងប៉ុន្តែដោយសារតែលើកទី1អញ្ចឹងលើកទី1យើងរត់1ម៉ោងសិនចាំលើកទី2រត់តែ5-10នាទីបាទអូខេជូនពររត់ឲ្យបានលឿន10ទីលឿនចាយឺតលឿនមិនសំខាន់ចាណែរត់បានគីឡូលេខសារទៅបានលេខសើមែនភ័យអូខេខ្ញុំឡើងភ័យខ្លាំងខ្ញុំឡើងភ័យយកមកនាទីបងឯងមើលមនុស្សចាក់កយនេះយកមកនាទី5-10នាទីបានទីសំខាន់គឺ idol សម្រាប់ការចូលរួមថ្ងៃនោះអ្នកខ្លះក៏ធ្លាប់បានចូលរួមកម្មវិធីរត់អ្នកខ្លះក៏ថ្មីរើតែម្ដងដោយបងអូនស្រីដែលខ្ញុំបានសួរគាត់ចឹងគឺគាត់បានចូលរួមលើកដំបូងហើយគាត់ក៏ចូលរួមរត់5គីឡូហើយសម្រាប់វិញ្ញាសាថ្ងៃហ្នឹងគឺមានតែ2ទេគឺ3គីឡូម៉ែត្រនិង5គីឡូម៉ែត្រហើយសម្រាប់កម្មវិធីថ្ងៃនោះគឺអត់មានពានរង្វាន់អីទេប៉ុន្តែទោះបីជាអត់មានពានរង្វាន់យ៉ាងណាក៏បងប្អូនយើងនៅតែចូលរួមបានច្រើនដែរនិយាយថាឥឡូវយើងចាប់ផ្ដើមរត់ហើយអ្នកចូលរួមក៏ច្រើនគួរសមដែរអញ្ចឹងនេះគឺខ្ញុំរត់ជាសា5គីឡូសម្រាប់អ្នក3គីឡូគឺរត់តាមក្រៅសម្រាប់ការរត់ខ្ញុំមិនមែនតែអ្នករត់លឿនអីទេអ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែជាអ្នកដែលចូលចិត្តរត់លេងតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់ថ្ងៃហ្នឹងក៏ល្បឿនមិនទៅលឿនដែរត្រឹមតែ6នាទីជាងក្នុង1គីឡូម៉ែត្រតែប៉ុណ្ណោះបើនិយាយទៅថ្ងៃហ្នឹងមិនទៅរត់លឿនខ្លាំងទេរត់បែប fun run ទេរត់ម៉ូមតែរត់អត់តន់ក្មេងៗទេព្រោះក្មេងៗគេកម្លាំងពេញណាហើយយើងចាស់ហើយយើងរត់មិនតាន់គេទេនិយាយទៅថ្ងៃហ្នឹងគឺក្មេងៗរត់លឿនមែនតើខ្ញុំរត់មិនតាន់ទេអញ្ចឹងសុំរត់បែប fun run សម្រាប់ខ្លួនឯងបានហើយរត់តបាន1គីឡូគេបកមកវិញបាត់ហើយអ្នកទាំងអស់គ្នាហើយឯដល់ខ្ញុំក៏ត្រឡប់មកវិញដែរឥឡូវខ្ញុំរត់មកដល់លើកតែតំបន់ខ្ញុំហ្នឹងអញ្ចឹងដល់កន្លែងដែលយើងត្រូវ return ទៅវិញហើយចឹងរត់មកដល់តាមតំបន់ខ្ញុំនេះយើងទៅបានចង្ងាយ1គីឡូតិចតួចទេបើនិយាយទៅថ្ងៃហ្នឹងគឺរត់ថតខ្លួនឯងដោយសារតែគ្រួសាររបស់ខ្ញុំគាត់រត់យកល្បឿនអញ្ចឹងគាត់រត់ចោលខ្ញុំហើយខ្ញុំនេះយកល្បឿនមិនបានទេតែខ្ញុំយកល្បឿនធ្លាក់អណ្ដាតលើហើយឥឡូវខ្ញុំរត់បាន74គីឡូហើយអញ្ចឹងនៅសល់តែ1គីឡូតិចតួចទៀតឯងដល់ទីហើយអូនេះហត់ត្រង់quáថ្ងៃហ្នឹងរត់រៀងហត់ដែរដោយសារតែរត់រៀងលឿនជាងរាល់ដងបន្តិចហើយនិយាយទៅពេលដែលចិត្តដល់ទីហ្នឹងគឺអារម្មណ៍បុកខ្លាំងមែនទែនហ្មងដោយសារតែបានឮភ្លេងតែយ៉ាំអីចឹងធ្វើឲ្យចិត្តនេះគឺចង់រត់ឲ្យដល់ទីលឿនតែម្ដងហើយសម្រាប់ការរត់របស់ខ្ញុំនៅក្នុងថ្ងៃហ្នឹងគឺចំណាយពេល32នាទីហើយសម្រាប់ចំណាប់អារម្មណ៍ខ្ញុំពិតជាចូលចិត្តកម្មវិធីរត់នេះខ្លាំងមែនទែនហើយខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងមានការរៀបចំឡើងជារៀងរាល់ឆ្នាំអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ